ព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Christian Science Monitor បាទខ្ញុំខានឃើញសារព័ត៌មាននឹងយូរហើយទើបតែឃើញនៅថ្ងៃនេះហើយស្រាប់តែមានសេចក្តីរាយការណ៍យ៉ាងល្អមកអញ្ចឹងខ្ញុំសូមចែករំលែកឲ្យប្រិយមិត្តបានដឹងនឹងគឺថាជាច្រើនមកហើយនៅតាមរយៈសេចក្តីរាយការណ៍នេះក៏ប៉ុន្តែអ្វីដែលខ្ញុំយកមកឲ្យដឹងពេលនេះចង់ដឹងថាតើនៅសារព័ត៌មានអន្តរជាតិនេះសេចក្តីរាយការណ៍ហ្នឹងមានការផ្លែប្រួលយ៉ាងណាបាទក្រោយពីប្រទេសថៃប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពឬក៏មិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនោះទេបាទជាពិសេសនៅថ្ងៃនេះមានសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនផ្លែកច្រើនដែលខ្ញុំមិនស្គាល់អស់ប៉ុន្តែឃើញតែChristian Science Monitor នេះមួយគាត់រាយការណ៍បានល្អរបស់គាត់យ៉ាងវែងហើយខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងផងដែរថាតើនៅក្រៅប្រទេសគេរាយការណ៍យ៉ាងម៉េចអញ្ចឹងខ្ញុំសូមបកប្រែខ្លះក្រៅផ្លូវការជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យបានជ្រាបអំពីបញ្ហានេះណាបាទបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Christian Science Monitor ក៏ได้ដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រហែលជាទទួលបានផ្លែផ្កាច្រើនក្នុងការស្វែងរកតំណែងជាអ្នកបង្កើតសន្តិភាពសកលដោយអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការសន្តិភាពរបស់លោកនៅតំបន់ហ្គាហ្សាប៉ុន្តែសង្គ្រាមចំនួន7ផ្សេងទៀតដែលលោកនិយាយថាលោកបានដោះស្រាយរួចហើយឥឡូវនេះកំពុងប្រឈមមុខនឹងឧបសគ្គរួមទាំងនៅទីនេះតាមបណ្ដោយព្រំដែនកម្ពុជាថៃការចរចាសន្តិភាពបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីមានមួយគ្រាប់បានធ្វើឲ្យទាហានថៃ4នាក់រងរបួសនិងបង្កឲ្យមានរលកថ្មីនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ចំនួនព្រំដែនដែលកំពុងតែបន្តដែលកើតចេញពីចំនួនទឹកដីដ៏យូរលង់រវាងព្រះរាជាណាចក្រជិតខាងទាំងពីរនេះប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើបទចុះបាញ់ដ៏ទូលំទូលាយមួយកាលពីខែមុនក្នុងពិធីមួយដែលលោកត្រាំបានចូលរួមធ្វើជាសាក្សីការបែកបាក់នៃសន្តិភាពដ៏ផុយស្រួយនេះដែលរដ្ឋបាលលោកត្រាំបានជួយបង្កើតដែលបានភ្ជាប់ទៅផ្នែកទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះបានកើតឡើងនៅពេលដែលទីក្រុងបាងកកកំពុងតែងាកទៅរកប្រទេសចិនកាន់តែខ្លាំងដោយគម្រាមកំហែងដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់លោក Donald Greenleaf ទីប្រឹក្សាជាន់ខ្ពស់នៃ Asia Link នៅសាកលវិទ្យាល័យ Melbourne បាននិយាយថាទីក្រុងប៉េកាំងនិងទីក្រុង Washington ទាំងពីរនេះគឺមានតួនាទីសំខាន់ដែលត្រូវដើរតួក្នុងការធានាសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកបានសរសេរថាប្រទេសចិនមិនចង់ឃើញតំបន់មេគង្គដែលគ្មានស្ថិរភាពនៅក្បែរមាត់ទ្វាររបស់ខ្លួនទេលោកនិយាយថាហើយលោកត្រាំក៏មិនចង់ខ្មាស់អៀនចំពោះគោលនយោបាយបរាជ័យក្នុងនាមជាប្រធានាធិបតីសន្តិភាពផងដែរបាទតើនៅតាមបណ្ដោយព្រំដែនវិញប្រជាពលរដ្ឋមានអារម្មណ៍យ៉ាងម៉េចនៅក្នុងខេត្តស៊ីសាកេប្រទេសថៃជាកន្លែងដែលមានបានផ្ទុះកាលពីសប្តាហ៍មុនមនុស្សជាច្រើនបង្ហាញពីមោទនភាពចំពោះយោធារបស់ប្រទេសប៉ុន្តែក៏ប្រាថ្នាចង់បានស្ថិរភាពឡើងវិញផងដែរដោយអ្នកស្រីនុកស៊ុលផាឡៃទីដែលជាអ្នកអាជីវករលក់កង្កែបនិងត្រីនៅក្នុងផ្សាររាត្រីក្រុងស៊ីសាកេតបាននិយាយថាខ្ញុំគ្រាន់តែចង់បានអាជីវកម្មបន្ថែមហើយឲ្យបើកព្រំដែនតែប៉ុណ្ណោះអ្នកស្រីបានចាក់ទឹកសាពីទៅយកទឹកលើធុងកង្កែបរបស់អ្នកស្រីខណៈដែលអ្នកស្រីរៀបចំប័ណ្ណហាងសម្រាប់ពេលល្ងាចប្រទេសកម្ពុជានិងប្រទេសថៃបានសម្រេចបានបទជប់បាញ់ដំបូងនៅរដូវក្តៅនេះបន្ទាប់ពីសហរដ្ឋអាមេរិកបានគម្រាមកំហែងបញ្ឈប់ការចរចាពន្ធគយរហូតតតែភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងនៅពេលដែលភាគីទាំងពីរបានធ្វើឲ្យមានបទជប់បាញ់ជាផ្លូវការនៅឯកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានកាលពីខែមុនអ្នករិះគន់បានចោទសួរថាតើការបង្ខិតបង្ខំសេដ្ឋកិច្ចអាចនាំទៅឲ្យមានសន្តិភាពយូរអង្វែងដែរឬអត់បន្ទាប់មកស្រាប់តែមានការផ្ទុះមីនដូចនេះយោធាថៃបានចោទប្រកាន់កម្ពុជាពីបទដាក់គ្រាប់បែកថ្មីដាក់មីនថ្មីការចោទប្រកាន់នេះគឺត្រូវបានទីក្រុងភ្នំពេញបដិសេធហើយនាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរគុលបានប្រកាសថាផែនការសន្តិភាពនេះទុកជាមុខៈលោកបានប្រើសម្លេងដ៏រឹងរូសនៅពេលសួរអំពីផលវិបាកដែលអាចកើតមានចំពោះពាណិជ្ជកម្មក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកថាចំពោះការចរចាពាណិជ្ជកម្មនិងពន្ធគយខ្ញុំលែងខ្វល់ទៀតហើយលោក
នេះបើតាមសម្ដីរបស់លោកដែលបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី12ខែវិច្ឆិកាស្ថានភាពនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងថៃគឺមិនច្បាស់លាស់ទេកាលពីចុងសប្តាហ៍មុនលោកត្រាំបានប្រាប់អ្នកយកព័ត៌មានថាលោកបានទូរស័ព្ទទៅលោកអនុទាននិងសមាភិកីរបស់លោកនៅកម្ពុជាហើយលោកបានថាលោកបានជួយសង្គ្រោះបទជបាញ់ដោយប្រើការគម្រាមកំហែងពន្ធគយនាយករដ្ឋមន្ត្រីថៃបាននិយាយថាការចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងបន្តដោយឡែកពីការចរចាសន្តិសុខហើយរក្សាជំហររឹងមាំចំពោះប្រទេសកម្ពុជាលោកស៊ូរីវងយុកសាំស៊ីតដែលគ្រប់គ្រងសន្តាគារមួយនៅខេត្តស៊ីសាកេតបាននិយាយថាខ្ញុំមិនព្រួយបារម្ភខ្លាំងពេកទេអំពីពន្ធគយរបស់លោកត្រាំពីព្រោះយើងមានទីផ្សារច្រើនដើម្បីលក់ទៅរដ្ឋាភិបាលរបស់យើងអាចរងចាំបានយើងអាចរងចាំបានដែរហើយក្នុងចំណោមទីផ្សារមួយដែលជាសក្តានុពលសម្រាប់ប្រទេសថៃនោះគឺទីផ្សារប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃអស់រយៈពេលជាង1ទសវត្សរ៍មកហើយជាប្រភពទេសចរនិងសម្ភារៈយោធាដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ទីក្រុងបាងកកកាលពីសប្តាហ៍មុននៅពេលដែលប្រទេសកម្ពុជានិងប្រទេសថៃបានបាញ់ប្រហារគ្នានោះព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនបានយាងធ្វើដំណើរជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមេដឹកនាំចិនលោកស៊ីជីនពីងនិងរំលឹកខួប50ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរព្រះអង្គគឺជាព្រះមហាក្សត្រដំបូងគេដែលបានយាងទៅប្រទេសចិនដែលបានបង្ហាញខ្លួនដែលចិនឥឡូវនេះកំពុងតែបង្ហាញខ្លួនថាជាដៃគូដែលអាចទុកចិត្តបានដោយសម្លឹងមើលការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងស្ថិរភាពក្នុងតំបន់ពលរដ្ឋថៃខ្លះបានបន្ថែមថាអាមេរិកនិងថៃគឺជាម្ចាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិកុម្មុយនីសនរណាម្នាក់គួរតែប្រាប់លោកត្រាំឲ្យបានដឹងអំពីរឿងនេះផងយើងមិនចង់បានរបបកុម្មុយនីសម្ដងទៀតនោះទេបាននិយាយបែបនេះដូចជាផ្ទះខាងមេដឹកនាំថៃមួយកំភ្លៀងណាពលរដ្ឋដែលនិយាយហ្នឹងទោះជាយ៉ាងណាក៏ដោយអ្នកជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡង់កនលោកធីធីណានពងសុតិរៈបាននិយាយថាប្រទេសថៃបានងាកទៅរកទីក្រុងប៉េកាំងក្នុងរយៈពេល2ទសវត្សរ៍កន្លងមកនេះខណៈដែលប្រទេសនេះងាកទៅរកនិន្នាការអភិរក្សនិយមកាន់តែច្រើនហើយអ៊ីស្រាអែលជនមើលឃើញឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេសចិនភាពចលាចលនយោបាយថ្មីនេះនៅក្នុងទីក្រុងបាងកកក៏បានប្រគល់ឥទ្ធិពលកាន់តែច្រើនទៅឲ្យយោធាដ៏មានឥទ្ធិពលរួចទៅហើយនោះរបស់ប្រទេសនេះផងដែរងាកវិលត្រឡប់ទៅខែតុលាវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគឺជាការចាំបាច់ដើម្បីឲ្យលោកត្រាំចូលរួមក្នុងកិច្ចប្រជុំកំពូលដែលតាក់ទងនឹងកិច្ចការរបស់អាស៊ាននិងដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងពន្ធគយលោកបណ្ឌិតពងសុធិរៈបានថ្លែងដូចនេះប៉ុន្តែការខកចិត្តចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកការពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិននិងការគោរពរបស់រដ្ឋាភិបាលថ្មីចំពោះយោធាទាំងអស់នេះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះលោកបណ្ឌិតពងសុធិរៈនិយាយថាតលយៈភាពភូមិសាស្ត្រយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសថៃស្ថិតនៅក្នុងហានិភ័យក៏ដូចជាផែនការរបស់លោកត្រាំដើម្បីទទួលបានរង្វាន់ Nobel ផងដែរខណៈពេលដែលនយោបាយក្នុងស្រុករបស់ប្រទេសថៃពិតជាធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីក្នុងការនាំមកនូវសន្តិភាពដល់តំបន់នេះវាមិនមែនជាផែនការសន្តិភាពតែមួយគត់របស់សហរដ្ឋអាមេរិកដែលមិនទាន់បានសម្រេចនោះទេនៅក្នុងចំនួនទាំង8ដែលលោកត្រាំអះអាងថាបានដោះស្រាយរួចសន្តិភាពនៅតែមិនស្ថិតទេជាច្រើនខែបន្ទាប់ពីប្រទេសឥណ្ឌានិងប៉ាគីស្ថានបានយល់ព្រមលើបទជបាញ់ដែលរដ្ឋបាលត្រាំបានយកជាការបាននោះគឺការហើយនឹងការទម្លាក់ក្របបែកនៅទីក្រុងដេលីនិងអ៊ីស្លាមាបាតបានធ្វើឲ្យគូប្រជែងទាំងពីរស្ថិតនៅក្នុងស្ថានភាពលំបាកនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោការប្រយុទ្ធគ្នារវាងក្រុមជីវពលមិនដែលឈប់ឡើយតំបន់ហ្គាហ្សាវិញបានបន្តឃើញការបង្ហូរឈាមហើយទោះបីជាអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការសន្តិភាពរបស់អាមេរិកក៏ដោយក្តីកង្វល់លើការអនុវត្តរបស់វានៅតែបន្តកើតមានបាទសូមអរគុណប្រិមិត្តនេះអត្ថបទនេះបើនិយាយអំពីគេថា still អ្នកសារព័ត៌មានណាបាទ journalism វិញគឺអ្នកសរសេរនឹងទឹកដៃល្អបាទទឹកដៃល្អគាត់ still គាត់សរសេរល្អនៅក្នុងការសរសេរអត្ថបទ
ភាគច្រើន feature បែបហ្នឹងបើគេចាប់ផ្ដើមពីអ្វីមួយគេភាគច្រើនគេឲ្យបញ្ចប់ទៅហ្នឹងវិញដែរក្នុងការសរសេរ feature ឥឡូវគាត់ចាប់ផ្ដើមចេញពីចំនួននៅកាហ្សាដែលអង្គការសហប្រជាជាតិបានអនុម័តចឹងហើយក៏បញ្ចប់ទៅដោយកាហ្សាឬកាហ្សាមកវិញបាទការសរសេររបស់គាត់នេះទឹកដៃគាត់សរសេរបានល្អបាទខ្ញុំមើលទៅបាទអញ្ចឹងសូមអរគុណណាអរគុណប្រិយមិត្តដែលចូលមកស្ដាប់ព័ត៌មានទទួលការចែករំលែកព័ត៌មានពីខ្ញុំនេះបាទសូមអរគុណសូមជម្រាបលាបាទបន្តទៅទៀតនេះសូមទទួលសំណួរ1 2បាទខ្ញុំមិនសូវមានពេលច្រើនដែរថ្ងៃនេះសូមទទួលសំណួរ1 2ក្រែងលោកខ្ញុំអាចឆ្លើយបានខ្ញុំនឹងឆ្លើយជូនណាបាទទី1ដែនអ៊ូបាទដែនអ៊ូក៏ថាសួស្ដីបងតើមានយោបល់បែបណាលើការប្រើប្រាស់ផលិតផលម៉ាកយីហោផលិតផលក្រុមហ៊ុនថៃដែលផលិតក្នុងស្រុកខ្មែរនិងការធ្វើពហិការផលិតផលថៃរបស់ប្រជាជនខ្មែរខ្ញុំដូចជាឆ្លើយម្ដងហើយសំណួរហ្នឹងណាលោកដែនបើជាមិនអាចចូលមិនទាន់ការលើកមុនអញ្ចឹងណាបាទខ្ញុំបានឆ្លើយម្ដងហើយណាបាទអញ្ចឹងសូមអធិស្ឋានបាទ Combo Weapon ក៏ថាតើថៃដែលកំពុងលេងល្បែងដាក់អាមេរិកគឺជាការរៀនសូត្រពីរុស្ស៊ីដែរឬទេបងខ្ញុំថាមិនមែនជាការរៀនសូត្រពីរុស្ស៊ីទេគឺជាតម្រូវការខាងទីផ្សារតម្រូវការស្ថានភាពបច្ចុប្បន្នរបស់ថៃពីព្រោះថៃគឺជាប្រទេសមួយដែលមានភាពវៃឆ្លាតប្រទេសថៃអ្វីដែលប្រជាពលរដ្ឋថៃគាត់សប្បាយចិត្តគាត់មោទនភាពគឺប្រទេសថៃមិនដែលត្រូវបានប្រទេសមហាអំណាចណាដាក់អាណានិគមរបស់គេទៅលើប្រទេសថៃនោះឡើយសូម្បីតែសម័យសង្គ្រាមលោកលើកទី2បាទមានការបែងចែកប្រទេសតាំងពីសម័យអាណានិគមមុនមកហ្នឹងគឺតាំងពីកម្ពុជានៅក្រោមអាណានិគមបារាំងបាទភូមានៅក្រោមអាណានិគមអង់គ្លេសថៃរួចខ្លួនបាទគាត់លើកឡើងរឿងមកសង្គ្រាមលោកលើកទី2មករហូតមកគឺគាត់ថាថៃមិនដែលនៅក្រោមអាណានិគមប្រទេសណាដោយគាត់មោទនភាពអញ្ចឹងទន្ទឹមនឹងមោទនភាពនោះយើងត្រូវមើលអ្វីដែលជាការសម្រេចបានផងដែរគឺគាត់តែងមើលឃើញអ្នកណាខ្លាំងគាត់ងាកទៅអែបអ្នកនោះហើយបាទដូចជានៅពេលកន្លងមកនេះគឺសហរដ្ឋអាមេរិកខ្លាំងនៅក្នុងតំបន់គាត់ងាកមកចងសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិកកាលពីសង្គ្រាមលោកលើកទី2ពេលជប៉ុនចូលមកខ្លាំងនោះគាត់អែបជាមួយជប៉ុនទីមទាទឹកដីកម្ពុជាឲ្យមកអញ្ចឹងមកបាទដល់ពេលបារាំងខ្លាំងនោះបាទបារាំងខ្លាំងអង់គ្លេសនិងបារាំងចរចាគ្នាមិនឲ្យនៅគៀកគ្នាទុកតំបន់មួយតំបន់ buffer zone តំបន់ទ្រនាប់គឺគាត់យកថៃពេលនោះថៃក៏ត្រូវធ្វើសម្បទានខេត្តមួយចំនួនបកគលមកឲ្យកម្ពុជាវិញដើម្បីជាធ្នូនឹងដែរដូច្នេះគាត់ខិតខំរកកលាយ៉ាងណាឲ្យសម្របទៅតាមកលៈទេសៈហ្នឹងឥឡូវនេះដោយដែលខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺទោះបីជាខ្ញុំគ្រប់គ្រងសហរដ្ឋអាមេរិកខ្ញុំនៅអាមេរិកមែនក៏ប៉ុន្តែក៏យើងត្រូវទទួលស្គាល់ការពិតគឺចិនគាត់បាទមានធនធានច្រើនបើទោះបីជាមួយរយៈចុងក្រោយនេះគាត់ជួបការលំបាកមែនក៏ប៉ុន្តែចិនក៏នៅមានធនធានដែលសម្រាប់បើកទីផ្សារការអភិវឌ្ឍការវិនិយោគនឹងច្រើននៅមានច្រើនគាត់តែចំណុចខ្សោយរបស់គាត់គឺគាត់កិច្ចព្រមព្រៀងមួយចំនួនគឺមិនសូវមានតម្លាភាពតែធ្វើឲ្យប្រទេសមួយចំនួនឬក៏អាចឲ្យប្រទេសដែលកាន់លទ្ធិជាតិផ្លៃដោយសហរដ្ឋអាមេរិកអាចនឹងវាប្រហារបានហើយបង្កបញ្ហាទៅដល់ប្រទេសមួយចំនួនផងដែរវាអញ្ចឹងណាបាទហ្នឹងគឺខ្ញុំថាមិនរៀនសូត្រពីរុស្ស៊ីពីអីទេគឺជាធម្មជាតិគាត់តាំងពីដើមមកទៅហើយណានេះជាចម្លើយខ្លីរបស់ខ្ញុំសុំទៅលើជាងដាំគាត់ថាល្អតើបងត្រាំអាចរុញថៃឲ្យចូលទៅជិតចិនឱកាសល្អសម្រាប់កម្ពុជាចូលជិតសហរដ្ឋអាមេរិកជិតសហរដ្ឋអាមេរិកល្អជាងចិនអត់ទេកម្ពុជាមិនបោះបង់ចិនចោលទេបាទខ្ញុំក៏មិនឲ្យនិយាយរួមខ្ញុំបីទោះបីជាខ្ញុំជំរុញឲ្យកម្ពុជាមកស្និទ្ធជាមួយសហរដ្ឋអាមេរិកខ្លាំងក៏ប៉ុន្តែក៏ខ្ញុំមិនជំរុញឲ្យបោះបង់ចិនចោលដែរបាទខ្ញុំនៅរៀនថ្នាក់អនុបណ្ឌិតនោះគឺ Master ហ្នឹងនឹងក៏ខ្ញុំនិយាយអំពីបញ្ហាហ្នឹងដែរខ្ញុំនិយាយបញ្ហាខ្ញុំស្លាប់ទៅសេអត្ថបទមួយផ្ដល់អំណាងពីរឿងថាហេតុអីបានជាចិនជាកត្តាមួយសំខាន់ហើយសូម្បីតែពេលនោះសាស្ត្រាចារ្យខ្ញុំក៏គាត់អត់យល់ស្របជាមួយខ្ញុំដែរគាត់ថែមទាំងបញ្យល់ថាចិនគឺបលុយសម្រាប់គេថា
ជាជំនួយជានិមិត្តរូបនៅមានក៏ប៉ុន្តែឲ្យចិនមានជំនួយសម្រាប់ជួយសង្គ្រោះប្រទេសណានោះគឺมันអាចទេបាទនៅក្នុងចំណោមគេថាអំណះអំណាងមួយក្នុងអំណះអំណាងច្រើនដែលខ្ញុំបានលើកឡើងខ្ញុំថាកត្តាភូមិសាស្ត្រគឺប្រទេសចិននៅគៀកជាមួយនឹងតំបន់យើងមកខ្មែរនឹងច្រើនបាទហើយការយល់ដឹងពីវប្បធម៌ប្រជាពលរដ្ឋអីហ្នឹងគឺការនិយាយអីហ្នឹងគឺអាចមានកលុកកលៀនហ្នឹងអាចនឹងយោគយល់គ្នាច្រើនដែលមានការងាយស្រួលបាទក្នុងពេលដែលនៅសហរដ្ឋអាមេរិកនេះគឺតម្រូវការមានផ្សេងបាទអញ្ចឹងខ្ញុំសូម្បីតែសាស្ត្រាចារ្យខ្ញុំពេលហ្នឹងក៏គាត់មិនឯកភាពជាមួយនឹងអំណះអំណាងរបស់ខ្ញុំប្រហែលដែរប៉ុន្តែតាមធម្មតានៅក្នុងការរៀន Academy គឺបើលក្ខណៈសិស្សនិស្សិតហ្នឹងគាត់មានអំណះអំណាងសមហេតុផលរបស់គាត់គ្រូគាត់អត់មានឲ្យ0មិនមែនមានន័យថាតើយល់ស្របតាមគ្រូបានបន្ទុកល្អហើយបើខ្ញុំធ្លាប់សរសេរ argument យ៉ាងដែរបាទក្រោយមកនឹងខ្ញុំនិយាយហ្នឹងគឺកាលពី20ឆ្នាំមុនណាបាទ20ឆ្នាំមុនជាង20ឆ្នាំមុនដែលខ្ញុំសរសេរហ្នឹងហើយក្រោយមកគឺចាប់ផ្ដើមចិនចាប់ផ្ដើមឡើងមែនហើយគឺមានលទ្ធភាពនឹងច្រើនកាន់តែខ្លាំងឡើងបាទអញ្ចឹងដូច្នេះខ្ញុំនៅតែនិយាយថាមកអាមេរិកជាការល្អត្រូវតែមកបាទអត់បានទេអាមេរិកគឺត្រូវតែរាប់អានបានល្អក៏ប៉ុន្តែក៏មិនត្រូវចោលចិនដែរបាទខ្ញុំនៅតែឈរលើគោលជំហរនឹងមកដល់ត្រឹមម៉ោងនេះណាអាចមានការផ្លាស់ប្ដូរនៅពេលក្រោយនឹងខ្ញុំអាចនឹងកែប្រែពីព្រោះតាមធម្មតាការប្រកាន់ចំហឲ្យយើងទៅមើលតាមកលៈទេសៈដែរមិនមែនរឿងត្អឹងខ្លាំងពេកនោះទេដូចគេនិយាយថាកុំធ្វើខ្លួនជាដើមគគីណាដើមគគីរឹងខ្ពស់ក៏ប៉ុន្តែគាត់បត់បែនបានពេលខ្លះព្យុះខ្លាំងគាត់រលំរលើងដល់ទាំងគុលប៉ុន្តែបើធ្វើខ្លួនជាដើមត្រែងឬក៏ជាដើមឫស្សីអាចបត់បែនទៅតាមកលៈទេសៈបានអញ្ចឹងហើយបានជាអត្ថបទម្សិលមិញគេប្រើថាថៃកំពុងតែប្រើ bamboo strategy គឺយុទ្ធសាស្ត្រដើមឫស្សីដែលវៀតណាមធ្លាប់ប្រើប្រាស់បាទអញ្ចឹងណាបាទខ្ញុំថាមិនជាខុសឆ្គងទេបាទបើកាលណាយើងត្រូវមានការបត់បែនខ្លះក៏ប៉ុន្តែក៏មិនត្រូវបត់បែនរហូតដល់ភ្លេចនៅអ្វីដែលជាឧត្តមគតិនិងមនសិការរបស់យើងដែរបាទជាពិសេសគឺការបើនៅក្នុងការដឹកនាំរដ្ឋគឺត្រូវគោរពប្រជាពលរដ្ឋរបស់យើងដែរអញ្ចឹងណាបត់ខ្លាំងក្រឹបរហូតដល់ខ្មែរក្រហមលេងប្រជាពលរដ្ឋខ្លួនឯងធ្វើជាសត្រូវរហូតដល់សម្រាប់ប្រជាពលរដ្ឋហ្នឹងក៏វាគ្រោះថ្នាក់ដែរអញ្ចឹងណាបាទវណ្ណរិទ្ធជាក៏ថាប្រសិនបើមានព្រឹត្តិការណ៍ដូចនេះមែននោះគឺជាហេតុការណ៍ដូចនេះមែននោះគឺជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3ហើយដោយអឺរ៉ុបចុះសន្ធិសញ្ញាប៉ូឡែនហើយនិងអាល្លឺម៉ង់ដូចនេះដែរបាទគាត់ចង់និយាយតាក់ទងជាមួយនឹងរឿងអ៊ុយក្រែនបាទសូមអរគុណលោកកូជុងបាទលោកកូជុងចូលបាទលោកកូជុងចូលយឺតជាងគេបន្តិចណាបាទលោកកូជុងបាទចូលដែរហើយ make sure បើអត់មានសំណួរទេនៅខាងនេះមើលទឹកដីយើងបាត់បង់ត្រឹមហ្នឹងហើយខ្ញុំឈឺចាប់ជាងមើលសុធារិទ្ធមើលទឹកដីយើងបាត់បង់ចាប់ត្រឹមហ្នឹងហើយបងប្រុសខ្ញុំឈឺចាប់ជាខ្មែរម្នាក់ដែរបែរមិនមានសិទ្ធិនិយាយអ្វីសោះរឿងទឹករឿងដីខ្លួនឯងខ្ញុំថាកំអាលដល់ថ្នាក់អស់សង្ឃឹមអីសធាណាសធារិទ្ធកំអាលអស់សង្ឃឹមអីទុកឲ្យក្រុមការងារបច្ចេកទេសគេធ្វើការសិនទៅបាទធ្វើការសិនទៅពីព្រោះអីរឿងបញ្ហាខ្លះវាអាចវារឿងរសើបដែលនិយាយទៅវាខាតយើងទៅវិញទេទូយ៉ាងដូចមានអ្នកសួរខ្ញុំពីរឿងការដែលក្រុមវាស់វែងផែនទីវាស់វែងប្រើ drone ដើម្បីថតធ្វើផែនទីរូបថតហ្នឹងតើចូលប្រើច្បាប់អ្វីបាទបើសំណួរនៅពេលប្រជុំម្សិលមិញគេអត់និយាយទេប៉ុន្តែបើសិនជាផ្អែកទៅលើក្រុមខាង JBC ធ្វើការហ្នឹងគឺដែលប្រកាសកាលពីលើកមុននោះគឺគេឈរទៅលើបាទសន្ធិសញ្ញាអន្តរជាតិបារាំងសៀមនឹងឯង1904 1907អញ្ចឹងដូច្នេះថៃក៏អត់ចង់ហ៊ាននិយាយច្រើនគាត់ខ្លាចជួបបញ្ហាខ្លួនឯងគាត់អញ្ចឹងប្រហែលជាមានការយោគយល់មកខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំថាកំអាលអីសិទ្ធិរិទ្ធបាទកំអាលព្រោះហេតុការណ៍ហ្នឹងអត់ទាន់ចប់ណាមិនអញ្ចឹងណាបាទបើសិនជារឿងនេះចប់ហើយណាមានបោះបកគោបឲ្យតាមទៅប្រជាពលរដ្ឋធម្មតាវិញហើយស្រាប់យើងឃើញថាបាត់ដោយសារដីនោះធ្លាប់នៅលើបាត់ហ្នឹងហើយក្នុងផែនទីបារាំងឲ្យនោះគឺបោះខ្មែរតែយើងនៅតែ
បាត់អាហ្នឹងចាំយើងអស់សង្ឃឹមបាទកុំអស់សង្ឃឹមបាទនៅមានដង្ហើមត្រូវសង្ឃឹមជាប់ជានិច្ចកុំអស់សង្ឃឹមមែនណាបាទរឿងខ្លះបាទរឿងទឹករឿងដីថាมันបានមានសិទ្ធិនិយាយការគិតយើងអាចនិយាយប៉ុន្តែនៅក្នុងកម្រិតមួយដែលក្នុងកម្រិតដែលអាចនឹងកុំឲ្យខ្លួនយើងមានបញ្ហាអីយើងនិយាយបានប៉ុណ្ណានិយាយបានប៉ុណ្ណាជួនកាលការនិយាយរបស់យើងពេលខ្លះវាអត់បានអីជួយដោះស្រាយឲ្យបានបែរជានាំបញ្ហាដល់ខ្លួនយើងវិញក៏យើងគូពិចារណារឿងនឹងដែរអញ្ចឹងណាមិនមែនជាការបាត់ទេឥឡូវខ្ញុំលើកឧទាហរណ៍តែរឿងប៉ុណ្ណេះមួយចោះបាទរឿងចេះមុនចោះនឹងរឿងនៅសហរដ្ឋអាមេរិកផងនឹងរឿងពិតតែម្ដងគឺប្រហែលសប្តាហ៍មុនលោក Charlie Kirk គេហៅថាជាអ្នកដែលប្រកាន់នយោបាយអភិរក្សនិយមតឹងរ៉ឹងបាទគាត់ដើរបង្រៀនមនុស្សរៀនឲ្យមានអ្នកចូលចិត្តគាត់ក៏ច្រើនមានអ្នកស្អប់គាត់ក៏ច្រើនពេលដែលគេសម្លាប់លោក Charlie Kirk សម្រាប់លោក Charlie Kirk មានអ្នកអបអរសាទរមានអ្នកសប្បាយអ្នកអបអរសាទរជាច្រើនអស់ការងារធ្វើណាដោយសារគេ screenshot អ្វីដែលគាត់សរសេរហើយហ្នឹងគេទៅប្តឹងដល់កន្លែងធ្វើការដឹងគាត់នឹងនៅសហរដ្ឋអាមេរិកទើបតែកាត់ឡើងប្រហែលសប្តាហ៍មុននេះ Charlie Kirk មកក្មេង Charlie Kirk ហ្នឹងបាទ Charlie Kirk បើនិយាយឲ្យចំទៅសឹងតែធ្វើកូនខ្ញុំបានបាទគាត់ចឹងនៅអាមេរិកផងចឹងបានតែពេលខ្លះខ្ញុំជាអ្នកជំរុញឲ្យមានការសេរីភាពនៅក្នុងការបញ្ចេញមតិក៏ប៉ុន្តែយើងស្ថិតនៅក្នុងរដ្ឋមួយក៏យើងត្រូវតែគោរពច្បាប់រដ្ឋនឹងដែរវាអញ្ចឹងណាបាទបើសិនជារឿងខ្លះវាអត់ចំណេញវានាំបញ្ហាដល់ខ្លួនយើងបាទយើងគិតគួរពិចារណានឹងរឿងនឹងផងដែរទៅបាទខ្ញុំមិនមែនបន្ទុយប្រអាក់ទេក៏តែយើងត្រូវគិតពីរឿងហ្នឹងដែរណាដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងរឿងទី1ខ្ញុំជូនរឿង Charlie Kirk ហ្នឹងឃើញទេនៅអាមេរិកផងក៏នៅម្នាក់អត់ហ៊ាននិយាយថ្ងៃហ្នឹងអត់មានប៉ះ Charlie Kirk បានទេរីគុណអបអរសាទរសប្បាយឬក៏យ៉ាងម៉េចគឺមិននិយាយមកបាទរឿងក្នុងពេលកន្លងមកដូចជារឿងកិច្ចការខ្លះអ្នកសារព័ត៌មានអាមេរិកហ្នឹងក៏គេត្រូវគិតអំពីបញ្ហាជាតិរបស់គេដែរបាទសូម្បីអ្នកធ្វើកុនផលិតភាពយន្តក៏រឿងខ្លះគេគិតពីរឿងមនុស្សចេតនាជាតិរបស់គេដែរវាដើម្បីបំផុសមនុស្សឲ្យស្រឡាញ់ជាតិដែរបាទអញ្ចឹងដូច្នេះមានតែបងអូនសុធារិតឯងទេខ្ញុំយល់ពីការចង់និយាយចង់ចូលរួមចំណែកហ្នឹងក៏ប៉ុន្តែកុំអាលអស់សង្ឃឹមឲ្យដរាបណាយើងនៅមានដង្ហើមគឺនៅមានសង្ឃឹមជាប់ជានិច្ចបាទឥឡូវអូបងសេរីគុណអញ្ជើញចូលដែរបងខានជួបបងប្រហែលថ្ងៃហ្នឹងនេះឥឡូវនេះមើលសុំសំណួរចុងក្រោយមួយចឹងណាបាទចុងក្រោយបាទខ្ញុំមិនសូវមានយូរបាទទាវសែមបាទទាវសែមគាត់ថាសួស្ដីពូជាទូទៅយើងមិនឃើញសារព័ត៌មានថៃបាតដៃក្នុងដៃមានការបត់បែនឡើងចុះលឿនខ្លាំងជាងទីផ្សារគ្រីបតូទៀតចង់សួរលោកពូថាប្រទេសអាស៊ាននិងលោកខាងលិចមើលឃើញដូចយើងមើលឃើញប្រទេសថៃដែរឬទេមើលសូមអានម្ដងទៀតណាសំណួរជាទូទៅយើងមើលឃើញសារព័ត៌មានថៃថាបាតដៃក្នុងដៃអូខេមានការបត់បែនចុះឡើងខ្លាំងដោយទីផ្សារគ្រីបតូអូខេបាទនេះជាការប្រៀបធៀបហើយសំណួរគឺចង់សួរថាអាស៊ាននិងលោកខាងលិចមើលឃើញដូចយើងមើលឃើញទៅលើប្រទេសថៃដែរឬទេបាទមើលតាមរយៈអត្ថបទChristian Science Monitor ដែលខ្ញុំបានរីកាជូនបាញ់មិញហ្នឹងគឺបាទយើងមើលទៅអត់មានគាត់អត់បង្ហាញចំហលំអៀងទៅខាងណាទេបាទអត់បង្ហាញចំហលំអៀងទៅខាងណាគាត់ចូលលើ fact ទាំងអស់ថៃចោតយើងប្រកែកពីរឿងមីនគាត់ក៏ដាក់ជូនចឹងទាំងអស់បាទអញ្ចឹងដូច្នេះខ្ញុំប្រៀបធៀបពីក្នុងពេលកន្លងមកដែលថៃគាត់ប្រកែកខាង public relation ហ្នឹងគាត់ lobby នឹងប្រកែកណាហើយមកដល់កម្រិតនេះគាត់ដើរក្រៅកម្ពុជាហ្នឹងខ្ញុំគិតថាដោយវាមានហេតុផលវាមិនមែនជារឿងគ្រាន់តែក្រុមការងាររាល់ថ្ងៃគេប្រកែកធ្វើការគេចេះធ្វើការគេដឹងកន្លែងណាក្លៀតក្លុកណាដើម្បីធ្វើការប៉ុណ្ណឹងទេគឺទន្ទឹមនឹងហ្នឹងក៏បាទខាងអន្តរជាតិគេមើលឃើញដែរបាទគេមើលឃើញនៅអ្វីដែលថៃធ្វើនោះដែរគេមានការពិចារណាដែរខ្ញុំជឿជាក់អញ្ចឹងមកទូយ៉ាងដូចជារឿងព្រឹកមិញអញ្ចឹងរឿងព្រឹកមិញយើងមើលអត់គាត់ចោតAOT ហ្នឹង AOT คล้ายគេអត់ជឿទេសួរតែប្រហែលអ្នកជឿបាទគេមេគេម៉ាឡេហ្នឹងគាត់ទេសួរភ្លាមណែមានទៅទេខ្ញុំទៅតាបាទ
ខាងឥណ្ឌូនេស៊ីសួរទៅខាងសេនាអនុព័ន្ធគេឆ្លើយថាគេទៅតាមិនក៏ថៃនិយាយចឹងគេដឹងឃើញទេបាទគេដឹងហើយបាទប៉ុន្តែគាត់និយាយនេះគឺ for their own domestic consumption គឺសម្រាប់អតិថិជននៅក្នុងប្រទេសរបស់គាត់ហ្នឹងទទួលទានព័ត៌មានហ្នឹងទេបាទសម្រាប់អន្តរជាតិគេមិនអាចទទួលទានព័ត៌មានហ្នឹងបានដោយងាយស្រួលនោះទេបាទចាសសូមអរគុណប្រិមិត្តច្រើនណាស់ដែលបានចូលរួមសួរជាសំណួរហើយដោយដែលខ្ញុំបាននិយាយនៅមុន show នេះចាប់ផ្ដើមអញ្ចឹងគឺប្រិមិត្តណាបើទៅធ្វើការបាទខ្ញុំគាត់ជាយោបល់របស់ខ្ញុំទេបើកាលណាយើងចង់ឈានឡើងនៅក្នុងកន្លែងធ្វើការហ្នឹងត្រូវបង្ហាញខ្លួនឯងថាជាមានធ្វើចរិតមេហ្មងមកចរិតមេមិនមែនមានចរិតដើរគេឯងបែងគេបែងឯងណាឬក៏ថាខ្លួនឯងចេះជាងគេមិនមែនទេខ្ញុំសំដៅកន្លែងនេះគឺសំដៅទៅលើការចូលធ្វើការឯហ្នឹងចូលធ្វើការឯហ្នឹងបាទពីមុនខ្ញុំបានធ្លាប់បានប្រាប់ឲ្យពីរឿងចរិតមេចរិតអីហ្នឹងគឺបានន័យថាយើងចែករំលែកចំណេះដឹងទៅដល់សហការីយើងពេលហ្នឹងមេយើងសង្កេតឃើញខ្ញុំធ្លាប់បាននិយាយហើយអាហ្នឹងណាប៉ុន្តែនៅពេលនេះគឺដោយសារតែមានប្រិមិត្តម្នាក់គាត់បាននិយាយពីម៉ោងធ្វើការអញ្ចឹងខ្ញុំសូមជូនកន្លែងហ្នឹងគឺថាពេលខ្លះដូចជានៅសហរដ្ឋអាមេរិកអីគេធ្វើការ8ម៉ោងបូកនឹងជាមួយនឹងម៉ោងសម្រាប់ញ៉ាំអាហារថ្ងៃត្រង់កន្លះម៉ោងឬក៏អ្នកខ្លះគេយកដល់1ម៉ោងបានន័យថា8ម៉ោងកន្លះឬក៏9ម៉ោងហ្នឹងអ្នកខ្លះគឺថាឲ្យតែគ្រប់ម៉ោងហ្នឹងគាត់ទៅអ្នកខ្លះរហូតដល់គេថា work 8 straight គឺបានធ្វើការ8ម៉ោងគ្រប់គាត់ចូល sign in sign out គ្រប់8ម៉ោងរបស់គាត់ប៉ុន្តែខ្ញុំថាបើសិនជាយើងអាចនឹងពេលខ្លះយើងផ្ដោតទៅលើគេហៅថា result oriented មកគឺផ្ដោតទៅលើលទ្ធផលច្រើនជាងបើការងារហ្នឹងយើងធ្វើមិនហើយយើងទៅបង្ហាញឲ្យលើសម៉ោងក៏ដោយបាទពីព្រោះនៅអាមេរិកគេវាលែងតែចេះបាទវាលែងតែព្រោះនៅអាមេរិកគេមានច្បាប់តាំងដែរណាបើការងាររដ្ឋណាបាទនឹងយើងត្រូវពិចារណាដែរការងាររដ្ឋបើកាលណាយើងនៅលើសម៉ោងយើងមកខំឲ្យបុគ្គលិកធ្វើលើសម៉ោងក៏អត់បានដែរបានទេអាហ្នឹងច្បាប់គេតម្រូវឲ្យមេហ្នឹងមកប្រាប់បុគ្គលិកឲ្យចេញហ្មងឲ្យចេញហ្មងហ្នឹងក៏មានដែរណាហ្នឹងនៅការងាររដ្ឋណាបាទហើយបើកាលណាបុគ្គលិកនៅធ្វើលើសម៉ោងគេទី overtime តែម៉ោងដែរហ្នឹងក៏មានចឹងដែរណាក៏ប៉ុន្តែតែយើងទៅថាធ្វើយ៉ាងម៉េចឲ្យមិនឲ្យខុសច្បាប់ហើយនៅតែយើងបង្ហាញថាយើងជាអ្នកទទួលខុសត្រូវក្នុងកន្លែងការងារហ្នឹងការងារខ្លះគេទៅដាក់ឲ្យយើងទៅធ្វើយ៉ាងម៉េចឲ្យបខំយ៉ាងម៉េចឲ្យហើយក្នុងនោះឲ្យវាចេញលទ្ធផលយ៉ាងម៉េចក៏ដោយនិយាយរួមដោយពាក្យសង្ខេបគឺបង្ហាញនៅការទទួលខុសត្រូវកាលណាយើងមានលក្ខណៈការទទួលខុសត្រូវជាជាងគេថាធ្វើការឲ្យរួចតែពីម៉ោងអាហ្នឹងមេគេមើលឃើញពីព្រោះមុនតម្រាំទៅធ្វើមេគេធ្វើកូនចៅដូចយើងអញ្ចឹងហើយពេលដែលគេទៅធ្វើមេហ្នឹងគេមានការវឹកវើបន្ថែមទៀតដើម្បីឲ្យដឹងថាកូនចៅអ្នកនៅក្រោមអាវ៉ាតគេហ្នឹងយ៉ាងម៉េចគេមានហ្នឹងបាទដូច្នេះគឺខ្ញុំគាត់ថាឲ្យយោបល់ប៉ុណ្ណឹងនៅកន្លែងធ្វើការណាក៏ដោយបើកាលណាយើងប្រឹងធ្វើការដោយបង្ហាញនៅការយកចិត្តទុកដាក់ការងាររបស់យើងគឺខាងឬគេនឹងមើលឃើញដែរបាទដូចខ្ញុំពីច្រើនខ្ញុំតែងតែប្រាប់អ្នកធ្វើការជាមួយខ្ញុំមិនឲ្យយកគំរូខ្ញុំប្រហែលទេព្រោះខ្ញុំធ្វើការខុសគេបើខ្ញុំឧទាហរណ៍ថាបើខ្ញុំដល់ម៉ោងចេញក៏ដោយខ្ញុំរៀបរៀបដាក់កតាបចេញពីកន្លែងធ្វើការបើសិនជាមានអ្នកណាយកអត្ថបទមកដាក់លើតុខ្ញុំឲ្យខ្ញុំកែគឺខ្ញុំទុកកាបូបចោលសិនខ្ញុំកែហើយសិនវាលែងតែអត្ថបទជាសេចក្តីរាយការណ៍ព័ត៌មានវែងដែលខ្ញុំត្រូវមើលហើយអង្គុយវិភាសាជាមួយឲ្យគាត់កែកន្លែងណានឹងមកខ្ញុំទុកស្អែកតែបើស្គាល់អត្ថបទបកប្រែទេបើយកមួយពីរមកខ្ញុំមើលតែមួយផ្លែតខ្ញុំមើលទៅព្រោះអ្នកនៅខាងកន្លែងខ្ញុំនោះក៏អ្នកបកប្រែគេកម្រិតកម្ពូលឲ្យគាត់ឲ្យយើងផ្ទៀងផ្ទាត់ឲ្យច្បាស់ប៉ុណ្ណឹងថែមទៀតទៅខ្ញុំអនុញ្ញាតឲ្យគាត់ថតនៅថ្ងៃស្អែកអីចឹងទៅបាទខ្ញុំធ្វើអញ្ចឹងបាទខ្ញុំវាខុសក្បួនតិចដែលយើងធ្វើលើម៉ោងបាទហើយអត់ទី overtime អីចឹងណាបាទក៏ប៉ុន្តែធ្វើមិនយើងចង់ឲ្យលទ្ធផលល្អសម្រាប់កន្លែងយើងដែរបាទអញ្ចឹងសូមអរគុណណាបាទខ្ញុំជូនយោបល់តែប៉ុណ្ណេះទេបាទអញ្ចឹងអ្នកនៅកម្ពុជាសូមធ្វើការងារឲ្យបានជោគជ័យអ្នកនៅសហរដ្ឋអាមេរិកសូមសម្រាប់ឲ្យបានលំលូកស្រួលបាទសូមអរគុណសូមជម្រាបលា